Hello គិតទៅជីវិតកាលនៅពីក្មេងខុសពីឥឡូវហើយក៏ដូចជាបននេះដែរខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍ខ្លះក៏ដូចជារំលឹកនៅអនុស្សាវរីយ៍ចាស់ពីមុនហើយខ្ញុំសង្ឃឹមថាមិត្តភក្តិរបស់ខ្ញុំទាំងអស់គ្នាកាលនៅពីក្មេងគាត់នឹងបានស្ដាប់ឮអូខេ Listen សាជានិញយើងកុំភ្លេចទៅសមអាកាយទាំងពេលគេពេលញ៉ាំបាយសមអាកាយមុនទៅសាលាកុំលេងដីនាំទុំភ័យដល់យើងក្រុមគ្នាក្រុមវេលាទៅដើរថាគូមក Listen កាលពីខ្ញុំនៅក្មេងខ្ញុំចិត្តគ្រៀងបត់នឹងតែនៅចាំបានឬទេនៅជីវិតបានខំសិក្សាឲ្យតែម៉ោង12មិនទាន់ទៀងកាតាមរត់ទៅសាលាដើម្បីបានជួបជុំមិត្តភក្តិនិយាយពីរឿងតុក្កតាគ្មានអីអូនខ្ញុំអួតតែពីរឿងហ្នឹងដល់និយាយមិនចូលគ្នាតាំងឆ្លោះតាំងខឹងពេលដែលខ្ញុំពេញនិយមប្រើនៅជំនាន់នងហើយចាំមើលតាក្អូនឲ្យឈប់លេងចូលឯងហើយខ្ញុំនៅបាត់ធំឬមួយដែលខ្ញុំឆ្កល់ជាងគេរៀនមួយថ្ងៃ6ម៉ោងមិនដែលឃើញមានម៉ោងលៀបនោះទេមានតែគ្រូម្នាក់គាត់បង្រៀនមិនឲ្យរូបខ្ញុំទំនេរតែក្នុងចិត្តខ្ញុំខឹងដែរតែមិនដឹងជាធ្វើល្មិចមានតែខំពឹងធ្វើល្បិចឈឺក្បាលនៅក្តៅខ្លួនប្រាប់គ្រូថាវិលមុខនៅមកសុកចង់ទៅផ្ទះដល់ពេលគ្រូអនុញ្ញាតស្វាងដូចគេចាប់ផ្ទះរៀបសៀវភៅលឿនដូចរឿងចាស់ពីរបស់សាលារបស់ខ្ញុំជាស្រេចជានិញយើងកុំភ្លេចទៅសមអាកាយទាំងពេលគេពេលញ៉ាំបាយសមអាកាយមុនទៅសាលានាំទុំភ័យដល់យើងក្រុមគ្នាត្រូវតែសាក្រុមវេលាទៅហើយថាគូមកគង់គ្រូតែពេលនេះខ្ញុំធំវ័យគ្រប់យ៉ាងមិនដូចពីមុននោះឡើយមានតែបទចម្រៀងមួយនេះដែលខ្ញុំខំតែវាទាំងផាត់ច្រៀងអាឡៃអាឡូក៏វ័យក៏វោនិស័យក៏វត្តក៏ពិតលោកខែបានឆាត់តែអីទៅជាឆាត់បាំងលោកខែទៅវិញខ្ញុំលោលេងទេចាប្រធានលេងទេហើយសូមផ្ញើជូនមិត្តនៅថ្នាក់ជិតខ្ញុំផងដែរពី David ប្រុសស្អាតតែអ្នកនៅចាំបានទេថ្នាក់ទី6ខសាលាអត់ដល់កំពង់ចាមយើងហ្នឹងសូមបញ្ជាក់ទេឆ្នាំសិក្សា2006-2007តែពេលចូលវិទ្យាល័យក្រុមយ៉ាងក៏ត្រូវបានជាថ្មីបាត់ដំបងដីថ្មីសម្បូរដោយក្តីស្រឡាញ់សេចក្តីអាណិតពេញចិនចេញពីក្នុងបេះដូងសង្ឃឹមថាមិននឹងស្ដាប់ឮសេចក្តីនឹករលឹកពីខ្ញុំតាមចម្រៀងមួយដែលរំដំជូនពរឲ្យមិត្តជួបតែសំណា